បងប្អូននេះគឺជាសកម្មភាពរបស់ថៃពង្វេងប្រវត្តិសាស្ត្រជននិយមមកចំក្តាប់តូចដែលដឹកនាំសកម្មភាពដោយតាវរៈសុំความคิดណាដែលបងប្អូនបានដឹងហើយតានឹងធ្លាប់ជាប់គុក4ឆ្នាំម្ដងហើយដោយសារបញ្ហាដើរចូលទឹកដីខ្មែរនៅសម័យសង្គ្រាមហ្នឹងហើយចាប់ដាក់គុក4ឆ្នាំអត់រៀងទៀតណាបងប្អូនហើយសកម្មភាពនេះគឺនៅថ្ងៃទី31ខែតុលាឆ្នាំ2025យើងនឹងនៅភូមិព្រៃច័ន្ទបងប្អូននៅភូមិជោគជ័យណាគេដឹកនាំគេហៅថាក្រុមគេមកក្រុមមកកដាប់តូចហ្នឹងសកម្មជនគេហ្នឹងគឺគេមកប្លន់ដីឬក៏ដេញប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យប៉ុន្តែត្រូវបានសមត្ថកិច្ចរបស់គេហៅថាទម្រួតថៃហើយនិងទាហានថៃហ្នឹងហើយកំពុងតែរាំងទប់មិនឲ្យតាវរៈសុំความคิดនឹងធ្វើអីប្រទេសផ្ដាស់តាមពើចិត្តទេពីព្រោះវាខុសច្បាប់ណាហើយខាងប៉ូលីសថៃនេះក៏បានស្រែកដែរខាងប៉ូលីសនិងទាហានរបស់ថៃនឹងគេបានដាក់ឃោសនាស័ព្ទស្រែកសម្លុតហើយស្រែកប្រាប់អាតាហើយនឹងក្រុមគេហៅថាជ្រុលនិយមសកម្មជនមកកដាប់តូចរបស់វរៈសុំความคิดនឹងគេប្រាប់ថាថៃមិនបានបាត់បង់ទឹកដីថៃមិនបានបាត់បង់ទឹកដីដោយសារខ្មែរយកទេគេបានស្រេចប្រកាសពេញមកបងប្អូននៅក្នុងคลิปហ្នឹងហើយប៉ុន្តែតានេះគឺធ្វើដូចប្រឆាំងរដ្ឋាភិបាលតែម្ដងប្រឆាំងទាំងយោធាប្រឆាំងទាំងបលិសនិយាយទៅប្រឆាំងច្បាប់ថៃតែម្ដងបងប្អូនហ្នឹងហើយឥឡូវហ្នឹងមានបានសម្រេចណាបងប្អូនតាធ្លាប់ជាប់គុកម្ដងហើយរៀងទៀតបងប្អូនធ្វើតាមក្បាលរបស់វាចឹងអ្នកដែលដើរតាមតាហ្នឹងសិតតែខកជើងហើយសិតតែសល់ឥឡូវប្រឈមមុខច្បាប់ហើយបងប្អូនឥឡូវជាក់ស្ដែងបងប្អូនវរៈសុំความคิดត្រូវបានខាងប៉ូលីសគេអញ្ជើញទៅនឹងហើយកន្លែងច្បាប់ហើយដើម្បីចាត់ការ